Ok,គ្រូទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំ share អំពីការ set working directory ហើយនឹងការទីមួយគឺការ import dataset ហើយនឹងការ set working directory និងការប្រើប្រាស់ do file អញ្ចឹងនេះជា file កម្មវិធី Stata ដែលយើងប្រើដើម្បីវិភាគទិន្នន័យដែលយើងបើក interface នៅក្នុង Mac មកវានឹងចេញអញ្ចឹងទីមួយនេះ command ពេលដែលយើង run command history យើងនៅក្នុង Windows ក៏អត់សូវខុសគ្នាដែរនេះជា output ដែលយើង run នៅកន្លែងនេះយើងនឹង run អញ្ចឹងហើយខាងនេះជា dataset ពេលដែលយើងបញ្ចូល dataset នោះវានឹង load dataset យើងនៅខាងនេះនៅខាងស្ដាំដៃយើងហ្នឹងហើយខាងក្រោមនេះជាកន្លែងដែលយើងវាយ command អញ្ចឹងនៅក្នុងនេះខ្ញុំបង្ហាញពីរបៀបក្នុងការបញ្ចូល import data អញ្ចឹងនេះលោកគ្រូមានត្រូវមាន dataset មួយនៅក្នុង folder នេះគ្រូ save ទុកកន្លែងណាក៏ដោយចាំខ្លួនឯងដាក់ឈ្មោះ data ចេះមកនេះជា dataset ដែលខ្ញុំ save ទុកមួយអញ្ចឹងរបៀប import dataset អញ្ចឹងចូលក្នុងហ្នឹងគូនឹងចូលពាក្យ file ហើយចូលពាក្យ import ហើយយើង import ជា Excel អញ្ចឹងចូលជា Excel អញ្ចេះហើយអញ្ចឹងយើងទៅរក browse រក dataset យើងមកហ្នឹងគឺខ្ញុំរកមកនេះ dataset ខ្ញុំ save នៅក្នុង folder មួយឈ្មោះ dataset អញ្ចឹងខ្ញុំគាត់ select double click លើហ្នឹងមិនទាន់អាចចុច OK ចុច import first row ខាងលើនេះឲ្យទៅជា variable name ហើយអញ្ចឹង variable name ខ្ញុំចង់អក្សរតូចទាំងអស់ឬក៏ដូចដើមទៅអញ្ចឹងចុចកន្លែង variable case នេះខ្ញុំយកអក្សរតូចទាំងអស់អញ្ចឹងខ្ញុំ click OK មកអញ្ចឹងនេះជា dataset ដែលយើងបញ្ចូលមកអញ្ចឹងយើងចង់មើល dataset យើងអាច click browse ចេះមកអញ្ចឹងនេះជា dataset ដែលយើងបញ្ចូលមកមានន័យថាយើង import មកហើយអូខេអញ្ចឹងនឹងយើងបាន import ហើយយើងឃើញខាងស្ដាំនេះមាន variable ប្រមាណ observation វានឹង load មក variable 59 observation 84នេះជាឈ្មោះ variable ទាំងអស់ហើយអញ្ចឹងនេះជារបៀប import data អញ្ចឹងយើងត្រូវ save ឬក៏យើងមិនបាច់ save ក៏បានតែឥឡូវខ្ញុំឲ្យ save អា file ហ្នឹងជា file Stata មួយដោយសារយើង import នេះជា file Excel អញ្ចឹងយើងចុចកន្លែងនេះមក file នឹងដដែលហើយយើងចុច save as មកហើយ save as យើងដាក់ data ដដែលទៅអូខេ data ហើយយើងដាក់នៅក្នុង file នឹងមួយគ្នាគ្រាន់តែនេះជា DTA file របស់ Stata ដោយតា Excel ដែរតែនេះជា file Stata អញ្ចឹងខ្ញុំ click save មកអូខេអញ្ចឹងរួចរាល់អញ្ចឹងពេលនេះខ្ញុំបាន dataset 2មួយ Excel មួយ Stata ឥឡូវខ្ញុំបង្ហាញពីរបៀបក្នុងការយើងបង្កើត do file មានន័យថា data do file គឺអ្វីដែលយើងធ្វើការទាំងអស់គឺយើង save ក្នុង do file ជា script ឬក៏ជា command ជា command ដែលយើងទៅ save analyze អីនៅក្នុងនឹងទាំងអស់រួមជាមួយនឹងimport data អីមួយចំនួនក៏នៅយើងគួរតែ save នៅក្នុង do file ដែរអញ្ចឹងនេះជាកន្លែងបើក do file ក្នុង Windows ក៏ដូចគ្នាក៏ស្តៀងគ្នាដែរអាចនៅគៀននេះអញ្ចឹងក្នុង Windows អញ្ចឹងបើកមកដាក់ new do file editor អញ្ចឹងនេះជា do file មួយដែលយើងបើកមកវានឹងនៅមួយគ្នាអញ្ចឹងសម្រាប់ Mac តែក្នុង Windows វានឹងនៅ tab មួយផ្សេងនៅក្នុង Mac វាអញ្ចឹងមានន័យថាវានៅមួយគ្នាអញ្ចឹងខ្ញុំ save do file នឹងមួយខ្ញុំ click save ចុចលើ do file save ហើយខ្ញុំដាក់ data ដូចគ្នាគ្រាន់តែ data ជា do file អញ្ចឹងក្នុង folder ហ្នឹងខ្ញុំនឹងបាន file 3មាន file Stata file Excel ហើយនឹង do file នេះជា do file file Stata នេះជា file Excel អូខេឥឡូវខ្ញុំរៀងលឿនបន្តិចឥឡូវយើងចង់ save អីខ្លះឧទាហរណ៍ឥឡូវខ្ញុំ set working directory របៀប set working directory នៅក្នុង MacBook ក្នុង Windows ក៏វាស្តៀងគ្នាដែរឥឡូវខ្ញុំរបៀប set អញ្ចឹងដំបូង set working directory មានន័យថាយើង set directory ដើម្បីហៅទិន្នន័យនេះយកមកប្រើប្រាស់ដើម្បីងាយស្រួលយើងបំបាច់ import ដដែលអញ្ចឹងលោកគ្រូរបៀបទី1ចូលក្នុង Stata នឹងដដែល set working directory ចូលឡើង file ហើយ change working directory លោកគ្រូទៅរកកន្លែង file មានន័យថាអា folder ហ្នឹងអញ្ចឹង folder ខ្ញុំមក dataset នេះអញ្ចឹងរក folder ហ្នឹងមក folder ខ្ញុំនៅក្នុង mph ហើយ dataset នេះអញ្ចឹងដល់កន្លែងហ្នឹង click OK មកអូខេអញ្ចឹងលោកគ្រូអាច copy អានេះអា file ហ្នឹងនៅក្នុង copy ចូល do file មកនេះ copy អាកន្លែងនេះក៏បាន copy ពីនេះទៅក៏បាន copy នេះពីកន្លែង command យើងនេះហើយគ្រូ click ចូលកន្លែងនេះអញ្ចឹងអានេះជា CD មានន័យថាយើង set working directory នៅក្នុង MacBook ឬវិធីសាស្ត្រមួយទៀតសួរយើងបានអានេះមកពីណាវិធីសាស្ត្រមួយទៀតអូខេយើងជាទូទៅ CD អញ្ចេះ
លោកគ្រូនេះគ្រូចុចគ្នាបើកមកហើយទៅរកអា file name នឹងនៅកន្លែងណានៅក្នុង MacBook លោកគ្រូនេះគ្រូអាចចូលទៅ dataset នេះយើង clip អានឹងចោលយើងចូលទៅ dataset នេះចេញ working directory ខ្ញុំធ្វើក្នុង dataset លោកគ្រូនេះគ្រូចុច double click នឹងមកឬក៏ mouse ស្ដាំនៅក្នុង window ហ្នឹងហើយចុច option នៅ line copy ហ្នឹងចុច option ឲ្យជាប់ទៅនេះឃើញមាន copy dataset as a patch name នេះអញ្ចឹង copy អាហ្នឹងមក click លើនឹងមួយទៅអូខេអញ្ចឹងយើងយក pass ចូលក្នុង do file របស់យើងអូខេនេះ do file របស់យើងអញ្ចឹងរបៀបនេះក៏បានដូចគ្នាឯងពីរហ្នឹងដូចគ្នា dataset ពីរហ្នឹងដូចគ្នាអានេះយើងមិនបាច់ដាក់នេះទេមិនបាច់ដាក់ដូចគ្នាពីរនេះគឺដូចគ្នាអត់ខុសគ្នាទេអញ្ចឹងនេះជារបៀបដែលយើង set working directory អញ្ចឹងអាពីរនេះយើងប្រើមួយណាក៏បានដែរវាដូចតែគ្នាហ្នឹងអាពីរនេះធ្វើតាមលើក៏បានធ្វើតាមអា Chrome ក៏បានមាន2 3វិធីសាស្ត្រតែឥឡូវខ្ញុំប្រាប់តែ2វិធីសាស្ត្រហ្នឹងអញ្ចឹងឥឡូវយើងហៅ file យើងដាក់តែមួយបានហើយយើងហៅ file ដែលយើងនេះហ្នឹងយកមកប្រើក្នុង dataset ហ្នឹងយើងយក file stata យើងប្រើពាក្យ use មក use ហើយគូនេះគូបើក quote ហ្នឹងមិញឈ្មោះ data អញ្ចឹងបែកពាក្យ data អញ្ចឹងមកហើយ run ទៅអូខេអញ្ចឹងអាហ្នឹងយើងនេះហើយអញ្ចឹងឥឡូវខ្ញុំសាក clear ខ្ញុំ clear នេះចេញន័យថាអត់តមានអីនេះដូចតែ data ដែលខ្ញុំទៅបើកថ្មីអញ្ចឹងទី1ខ្ញុំ run working directory មួយគឹបអូខេខ្ញុំ run working directory បន្ទាប់មកខ្ញុំ run data set នេះមានន័យថា use ហ្នឹងដាក់ clear ជាមួយផងមានន័យថា clear លើចេញទាំងអស់បើសិនជាមានអីជាប់ហើយ run មកអញ្ចឹង data set យើងនឹងមកឯងអញ្ចឹងយើងអាចចាប់ផ្ដើម analyze ចាប់ផ្ដើមធ្វើការលើនឹងអីទៀតមក automatically អូខេអញ្ចឹងអានឹងប៉ុណ្ណឹងហើយតកតមួយកូដបន្តទៀតខ្ញុំនឹងប្រាប់លោកគ្រូភាសាទៀតអញ្ចឹងអ្វីដែលយើងចេះទី1លោកគ្រូចេះ import data បញ្ចូលចេះ save file ពី Excel ហ្នឹង import បញ្ចូលហើយ save data មួយហើយចេះបើក do file ហើយនឹង save do file អញ្ចឹងលោកគ្រូមាន file 3នៅក្នុងនេះ do file មួយ data file មួយ Excel មួយនៅក្នុង folder តែមួយអញ្ចឹងប៉ុណ្្នឹងយើងរៀនមួយថ្ងៃនេះប៉ុណ្្នឹងសិនអូខេអរគុណហើយខ្ញុំនឹងបង្ហាញវីដេអូបន្តទៀត